อุปกรณ์ថ្នាក់បញ្ញាបត្រត្រង់សម្រាប់បងប្អូនដែលរៀនទី11ទី12មួយក៏គាត់ចប់ទី12ហើយគឺអាចដាក់បានដូចគ្នាអត់ត្រូវការឲ្យគាត់មានបន្ទុក IELTS មួយក៏ចេះភាសាជប៉ុនទេតែសម្រាប់អត្ថប្រយោជន៍នៃឧបករណ៍នេះដែរគឺគេចេញទាំងថ្លៃសាលាឲ្យយើង 100% មានទាំងប្រាក់ឧបត្ថម្ភប្រចាំខែមានទាំងថ្លៃសម្បត្តិយន្តហោះមានទាំងថ្លៃសិក្សាភាសាជប៉ុនការស្នាក់នៅហើយនិងការចំណាយផ្សេងៗទៀតដែរហើយសម្រាប់លក្ខខណ្ឌនៃការចុះឈ្មោះគឺបានទាំងអូនៗដែលគាត់កំពុងរៀនទី11ទី12ឬមួយចប់ទី12ហើយគឺអាចដាក់បានសំខាន់កុំឲ្យតែគាត់មានអាយុលើសពី24ឆ្នាំហើយឲ្យគាត់មានបន្ទុកប្រតិបត្តិចុងក្រោយហ្នឹងចាប់ពី 70% ឡើងទៅសម្រាប់ជំនាញសិក្សាវិញគឺភាគច្រើនគឺគេផ្ដោតទៅលើផ្នែក engineering ដែលមានតាំងពី electronic engineering communication engineering network engineering architecture civil engineering ហើយនឹងមានជំនាញផ្សេងៗជាច្រើនទៀតសម្រាប់ឧបករណ៍នេះដែរក៏គេតម្រូវឲ្យយើងត្រូវធ្វើការប្រឡងសិនដែរហើយចំពោះមុខវិជ្ជាដែលត្រូវប្រឡងវិញគឺមានគណិតអង់គ្លេសរូបវិទ្យាឬមួយក៏គីមីវិទ្យាហើយនិងភាសាជប៉ុនសម្រាប់ភាសាជប៉ុនហ្នឹងដែរគឺកម្រិតស្រាលលេងអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចង់រៀនវគ្គធៀមជាមួយនឹងមុខវិជ្ជាទាំងអស់ហ្នឹងអ្នកទាំងអស់គ្នាអាចរៀនធៀមជាមួយ Scholar បានអាចអញ្ជើញមកទីតាំងផ្ទាល់ឬមួយក៏ឆាតចូល Facebook page យើងហ្មងក៏បានដែរ